លោកកឹមសុខាបានជួបម្ដាយកំពុងឈឺធ្ងន់ហើយនៅព្រឹកថ្ងៃទី20ខែឧសភាឆ្នាំ2026នៅផ្ទះរបស់ប្អូនលោកកឹមសុខាស្ថិតក្នុងបុរីមួយកន្លែងនៅរាជធានីភ្នំពេញនេះបើតាមលោកផែងហេងមេធាវីរបស់លោកកឹមសុខាប្រាប់ក្រុមអ្នកព័ត៌មានយ៉ាងណាក្តីមេធាវីរូបនេះពុំទាន់អាចបញ្ជាក់ពីលក្ខខណ្ឌលម្អិតដែលតំណាងអัยការអនុញ្ញាតឲ្យលោកកឹមសុខាចេញជួបម្ដាយនាពេលនេះឡើយលោកផែងហេងគ្រាន់តែអះអាងថានៅព្រឹកនេះលោកជួបជាមួយកូនក្តីរបស់លោកមេធាវីនេះដដែលបានបន្ថែមថាកម្លាំងនគរបាលក្រសួងមហាផ្ទៃជាអ្នកនាំលោកកឹមសុខាទៅជួបមុខម្ដាយរបស់លោកតាមរយៈវីដេអូរបស់លោកមេធាវីឃើញលោកកឹមសុខាបានអោបម្ដាយដែលកំពុងសម្រាកលើគ្រែហើយហៅម្ដាយសូមជម្រាបថាម្ដាយរបស់លោកកឹមសុខាឈានចូលវ័យ100ឆ្នាំហើយនៅក្នុងឆ្នាំ2026នេះសូមរំលឹកថាលោកកឹមសុខាត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល27ឆ្នាំកាលពីថ្ងៃទី3ខែមីនាឆ្នាំ2023ពីបទសន្តិភាពជាមួយបរទេសដោយត្រូវឃុំខ្លួននៅក្នុងផ្ទះព្រមទាំងដកហូតសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយជាស្ថាពរបណ្ដឹងប្រឆាំងសាលក្រមរបស់លោកកឹមសុខាបានបន្តឡើងដល់ឧទ្ធរណ៍ក្រោយតុលាការជាន់ខ្ពស់បានបើកសវនាការលើសំណុំរឿងនេះជាច្រើនតាំងពីឆ្នាំ2024មកឧទ្ធរណ៍មិនត្រឹមតែតម្កល់សាលក្រមសាលាដំបងទុកជាបានការនោះទេហើយហាមឃាត់លោកកឹមសុខាមិនឲ្យចេញពីប្រទេស5ឆ្នាំថែមទៀតដោយសារសម្លេងកូនហ្នឹងគាត់មានកម្លាំងគាត់នៅរោងចាំមានស្រស់បោះមកវិញទេម្សិលមិញមានសង្ឃឹមទេទៅបាត់ហើយតែដល់លឺសូរសម្លេងចាយសេកមកដល់លឺសេកមកគាត់ប្រឹងហ្មងគាត់ប្រឹងទៅដល់ដៃខ្លួនគាត់នឹងបឹងដោះពីគេហ្នឹងហើយអរគុណបងប្អូនទាំងអស់សាច់ញាតិកូនក្មួយទាំងអស់ដែលខំមើលម៉ែថែចៅថែយាយទាំងអស់គ្នាហ្នឹងណាថែអ៊ំថែវិញយាយទាំងអស់គ្នាហ្នឹងសូមឲ្យដល់គ្នាបានទទួលផលបុណ្យទាំងអស់គ្នាណាទុកសាធុចាពួកខ្ញុំក៏ជូនពរបងដែរសូមឲ្យបងបានសុខអំពើល្អបងទាំងប្រមាណតាំងពីក្មេងរហូតដល់ថ្ងៃនេះសន្តានចិត្តរបស់បងចិត្តជ្រះថ្លាចិត្តល្អរបស់បងសូមឲ្យបងបានជួបនៅសេចក្តីសុខដោយផុតចាកទុកបងណាស្អីអ្វីទាំងអស់សូមឲ្យបងបានសុខនៅពេលដល់ឆាប់នេះបងណាសាធុហ្នឹងហើយសូមម៉ែក៏ដឹងហើយតាំងពីទូចមកមិនដែលឲ្យខ្ញុំទៅវាយត្រីសម្រាប់សត្វមន់ទូអីធ្វើម្ហូបហាអីអត់ឲ្យខ្ញុំប៉ះពាល់ទេតាំងពីក្មេងមកសត្វត្រឹមតែជាមួយម្ដាយទេដោយសត្វក៏ខ្ញុំមិនដែលធ្វើបាបធ្វើទុកបុកម្នេញដែរម៉ែខ្ញុំបដៅខ្ញុំហើយខ្ញុំក៏ធ្វើទៅតាមតែអញ្ចឹងតាំងពីដើមរហូតតរៀងទៅ